កាលពីព្រេងនាយមានបុរសម្នាក់មានប្រពន្ធនៅជាមួយគ្នាប៉ុន្តែពុំមានកូនសោះដល់យូរទៅប្រពន្ធនោះមានសហាយនាំយកមកដេកនៅក្នុងផ្ទះជារៀងរាល់ថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្តៅខ្លាំងក៏ចូលទៅអាស្រ័យនៅក្នុងខ្ទមអ្នកតាមួយចំណែកឯប្រពន្ធវិញក៏រៀបអីវ៉ាន់ទៅបន់អ្នកតានោះឲ្យទៅកាច់ប្តីឲ្យស្លាប់និងយកសហាយធ្វើប្តីរៀបស្រេចហើយក៏ដើរយកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតាប្តីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ថាតើប្រពន្ធអញនេះវាមករកអីក្នុងខ្ទមអ្នកតានេះគិតហើយក៏លួចចូលពួនក្រោយខ្នងអ្នកតាលបស្ដាប់ប្រពន្ធដោយនឹកគិតថាច្បាស់ជាប្រពន្ធមកបន់សិនឲ្យគ្រួសារមានសេចក្តីសុខនិងមានសុភមង្គលឯប្រពន្ធក៏ចូលទៅឲ្យទៀនធូបហើយក៏និយាយបន់ស្រន់អ្នកតាថាលោកតាខ្ញុំលែងចង់បានប្តីខ្ញុំទៀតហើយខ្ញុំចង់យកប្តីថ្មីសូមអ្នកតាជួយទៅកាច់ប្តីខ្ញុំនោះឲ្យស្លាប់ផងចុះខ្ញុំនឹងថ្វាយជ្រុកមួយឲ្យលោកតាពិសាចំណែកប្តីវិញកាលបើឮប្រពន្ធនិយាយដូច្នេះហើយក៏ឆ្លើយឡើងពីក្រោយអ្នកតាថាបើនាងឯងមានសហាយចង់ឲ្យអញកាច់ប្តីនាងឲ្យស្លាប់នោះងាយស្រួលទេវិលទៅផ្ទះវិញត្រូវរកមន្តក្រាបទាំងមេទាំងពងមួយសម្បុកយកស្ងោឲ្យប្តីនាងឯងស៊ីទៅវាច្បាស់ជាស្លាប់ហើយមេនោះកាលបើឮលោកតានិយាយដូច្នេះហើយក៏ស្មានតែអ្នកតាបង្គាប់ក៏ប្រញាប់វិលទៅផ្ទះវិញរកទិញបានមេមន្តក្រាបមួយសម្បុកយកស្ងោទុកឲ្យប្តីស៊ីដើម្បីឲ្យស្លាប់និងអាលយកសហាយមករស់នៅជាមួយចាស់អ្នកតាខ្ញុំនឹងវិលប្រញាប់ទៅផ្ទះវិញដើម្បីទៅតាមរកទិញមន្តដោយដែលអ្នកតាបង្គាប់មិនអីទេនាងសូមនាងឆាប់ប្រញាប់ទៅចុះអាលនឹងឆាប់បានឲ្យប្តីនាងស្លាប់ហើយនាងក៏នឹងអាលបានរស់នៅជាមួយសហាយរបស់នាងចាស់អ្នកតាខ្ញុំសូមអរគុណច្រើនហើយដែលបានជួយឲ្យប្តីខ្ញុំស្លាប់ខ្ញុំសូមលាអ្នកតាទៅសិនហើយប្រញាប់ទៅចុះនាងថាហើយមេនោះក៏ប្រញាប់ប្រញាល់រត់រស់ម្នីម្នាត្រឡប់ទៅផ្ទះវិញទាំងចិត្តសប្បាយរីករាយលុះដល់ប្តីត្រឡប់មកពីជីកដំឡូងដល់ហើយក៏សួរថាអូនអើយថ្ងៃនេះបានអីញ៉ាំបាយមេនោះក៏ឆ្លើយឡើងថាចាស់បងថ្ងៃនេះអូនបានមន្តក្រាបមួយសម្បុកស្ងោទុកឲ្យបងហូបឲ្យមានកម្លាំងចំណែកប្តីវិញក៏ឆ្លើយទៅកាន់ប្រពន្ធថាអូនរៀបចំបាយទឹកមកអាលនឹងបានញ៉ាំចំណែកឯប្រពន្ធក៏រៀបចំបាយទឹកលើកយកមកឲ្យប្តីបរិភោគចំណែកឯប្តីវិញកាលបើបានមន្តដែលប្រពន្ធលើកយកមកឲ្យហូបហើយក៏ខំប្រឹងហូបឲ្យអស់ហើយហូបរួចក៏ឡើងទៅដេកលើគ្រែដេកធ្ងោហឹសមេនោះកាលបើឃើញប្តីដេកធ្ងោងឹសហើយក៏ត្រេកអរណាស់គិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយត្បិតឮធ្ងោហឹសឯប្តីវិញក៏ធ្វើជាស្រងំដេកទៅមេនោះគិតស្មានថាប្តីស្លាប់ក៏បើកទ្វារនាំយកសហាយចូលមកដេកជាមួយហើយក៏បាននិយាយទៅកាន់សហាយថាបងអើយមិនយូរទេយើងនឹងបានរស់នៅជាមួយគ្នាជារៀងរហូតបុរសជាសហាយកាលបើឮនាងជាប្រពន្ធនោះនិយាយដូច្នេះហើយក៏សប្បាយចិត្តណាស់អ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់អូនអើយបងរងាណាស់សូមអូនទៅដាំទឹកឲ្យបងងូតទឹកបន្តិចមកចំណែកឯបុរសជាសហាយឃើញប្តីមេនោះក្រោកឡើងអង្គុយដូច្នេះស្លឹករត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងធំមួយនៅខាងដំណេកសំងំចាំប្តីមេនោះដេកលក់នឹងចេញពីពាងនោះទៅដេកនឹងមេនោះទៀតប្តីបានឃើញតែធ្វើជាមិនឃើញមិនដឹងប្រាប់ប្រពន្ធថារងាណាស់អូនឯងដាំទឹកក្តៅឲ្យបងងូតបន្តិចមកអាលនឹកស្លាប់
ចំណែកឯប្រពន្ធកាលបើឮថាប្តីចង់ស្លាប់ត្រេកអរណាស់ត្បិតអីត្រូវនឹងពាក្យដែលទៅបន់អ្នកតាបងអើយខ្ញុំដាំទឹកពុះហើយឆាប់ងើបមកងូតទឹកមកចំណែកប្តីកាលបើឮថាទឹកពុះហើយក៏ប្រាប់ប្រពន្ធឲ្យទៅដងទឹកត្រជាក់មួយក្អមយកមកលាយនឹងទឹកក្តៅនោះចំណែកឯប្រពន្ធវិញកាលបើឮប្តីប្រើឲ្យទៅដងទឹកត្រជាក់ហើយក៏កាន់ក្អមដើរទៅដងទឹកទៅចំណែកឯប្តីកាលបើឃើញប្រពន្ធដើរទៅដងទឹកបាត់ហើយក៏ក្រោកពីក្រែចុះទៅលើទឹកខ្ទះដែលកំពុងពុះនោះយកទៅស្រោចនៅលើសហាយរហូតដល់ស្លាប់ហើយចូលទៅដេកធ្វើជាឈឺធ្ងរហឹសទៀតលុះមេនោះវិលពីដងទឹកវិញមើលទៅឃើញសហាយត្រូវទឹកក្តៅរួញសរសៃដូចត្រូវគេដកចេញពីពាងក៏អោនខ្សឹបថាថ្វីក៏នាគមិនអោនទៅវាមិនទាន់ដេកទេសហាយនោះនៅឆ្ងក់ដដែលមេនោះយកដីទៅប៉ះច្រមុះតែទៅត្រូវនឹងស្លឹកត្រចៀករហែកជ្រុះទាំងសក់ទើបដឹងថាប្តីស្រោចទឹកសហាយស្លាប់ទៅហើយក៏ពុំស្ដីយកក្រពាងមកក្រោបហើយយកទឹកមកឲ្យប្តីងូតបងអើយទឹកខ្ញុំដងយកមកហើយងើបមកងូតទឹកមកចំណែកឯប្តីវិញក៏ស្ដីឡើងថាខ្ញុំមិនងូតទេអ្នកអើយអ្នកយកទុកចោលហើយឡើងមកគេងមកចំណែកឯប្រពន្ធវិញក៏មិនបានស្ដីថាអ្វីឡើយក៏ឡើងទៅដេកជាមួយនឹងស្វាមីទៅលុះព្រឹកឡើងមេនោះពុំដឹងធ្វើដូចម្ដេចនឹងយកខ្មោចចេញឲ្យផុតពីផ្ទះបានក៏នឹកឃើញថាក្នុងស្រុកនេះមានចោរ4នាក់ដែលតែងតែលួចអីវ៉ាន់អ្នកផងតែសប្ថ្ងៃគ្រប់ភូមិដូច្នេះអញនឹងគិតឲ្យអាចោរទាំង4នាក់នេះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបានគិតហើយក៏ដើរខ្ចីសម្ពុតហូលអាវព្រែគេយកមកហាលជុំផ្ទះឯចោរទាំង4នាក់កាលបើឃើញហើយគិតថាយ៉ាមេនេះមានណាស់តើយប់នេះយើងនឹងទៅលួចមេនេះកុំឲ្យខានសប្ថ្ងៃយើងស្មានតែវាក្រមេនោះក៏ហាលសម្ពុតអាវព្រែនោះលុះដល់ពេលល្ងាចក៏យកទៅជូនគេវិញហើយយកខ្សែចងរឹតរួតមាត់ពាងខ្មោចនោះឲ្យជាប់ទុកឲ្យចោរសែងយកទៅចោលក្នុងព្រៃឯចោរ4នាក់លុះដល់យប់ក៏បបួលគ្នាទៅលួចចូលទៅរករបស់ទាំងនោះពុំឃើញតែពាងមួយចងមាត់ជាប់បើកពុំរួចចោរទាំង4នាក់និយាយគ្នាថារបស់អស់នេះវាដាក់ក្នុងពាងនេះហើយបើដូច្នេះយើងត្រូវសែងពាងនេះថាហើយក៏នាំគ្នាសែងពាងនោះទៅដល់ព្រៃជ្រៅក៏ស្រែលូកមើលអាចោរមួយលូកដៃទៅប៉ះសក់ថាវើយសូតដកដៃចេញវិញអាចោរមួយទៀតលូកដៃទៅប៉ះស្លឹកត្រចៀកត្រូវផ្នែកច្រមុះស្រែកថាវើយខ្មោចទេអាចោរមួយទៀតមិនជឿលូកដៃទៅប៉ះដើមទ្រូងដឹងថាខ្មោចមែនក៏ស្ទុះរត់ហើយខឹងខ្លាំងណាស់ត្បិតអីចាញ់បោកមេនោះបញ្ឆោតឲ្យសែងខ្មោចចោលទាំង4នាក់គិតគ្នាថាយើងឃ្លាំមើលមេនោះបើឃើញវាដើរម្នាក់ឯងត្រូវនាំគ្នាចោមរោមចាប់វាយវាឲ្យរៀងម្ដងកុំឲ្យវាបញ្ឆោតយើងបានទៀតថាហើយចោរទាំង4នាក់ក៏នាំគ្នាត្រឡប់ទៅផ្ទះវិញអស់ទៅជួនជាថ្ងៃមួយមេនោះចុះទៅរកទិញអីវ៉ាន់ត្បិតអីមានសំពៅទៅមកដល់ពីស្រុកក្រៅមេនោះដើរដល់ពាក្យកណ្ដាប់ផ្លូវក៏ជួបនឹងចោរទាំង4នាក់ចំណែកឯចោរទាំង4នាក់វិញគ្រាន់តែឃើញនាងដើរមកដល់ភ្លាមក៏នាំគ្នាចាប់ព្រួតនឹងវាយហើយជេរពីរឿងដែលនាងនោះបញ្ឆោតឲ្យសែងខ្មោចមេនោះកាលបើឃើញចោរខឹងហើយក៏ឆ្លើយឡើងថាម្ល៉េះហើយអ្នកអើយបើអ្នកវាយខ្ញុំក៏ឥតប្រយោជន៍ដែរត្បិតអីខ្ញុំទៅទារប្រាក់ពីនាយសំពៅដូច្នេះចុះសូមអ្នកទាំង4អញ្ជើញទៅជាមួយនឹងខ្ញុំចុះបើខ្ញុំទារលុយបានយើងនឹងចែកប្រាក់គ្នាចាយ
ចំណែកឯចោទាំង4នាក់វិញកាលបើលឺមេនោះនិយាយថាទៅទារប្រាក់ដូច្នេះក៏ចូលចិត្តបបួលគ្នាទៅមេនោះផ្ដាំចោទាំង4នាក់ថាអស់អ្នកឈរចាំខ្ញុំនៅលើច្រាំងនេះហើយកាលបើខ្ញុំបយដៃចាំអ្នកចុះទៅចុះនឹងបានប្រាក់ហើយមេនោះនិយាយផ្ដាំចោទាំង4នាក់ហើយក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅលក់ចោទាំង4នាក់នោះវាថាចោទាំង4នាក់នោះជាខ្ញុំបំរើរបស់វាហើយចង្អុលបង្ហាញនាយសំពៅថានោះនៅវាទាំង4នាក់នេះហើយគឺជាខ្ញុំបំរើរបស់ខ្ញុំបើខ្ញុំឡើងគោកសូមអ្នកចាប់វាដាក់ច្រវាក់ឲ្យជប់ទៅកុំឲ្យវារត់រួចបាននាយសំពៅព្រមហើយក៏សួរថាខ្ញុំនាងឯងទាំង4នាក់នេះលក់ថ្លៃប៉ុន្មានមេនោះក៏ឆ្លើយឡើងថាម្នាក់ថ្លៃ2ណែននាយសំពៅឲ្យ1ណែនកន្លះនាងក៏ព្រមលក់ហើយចេញមកក្រៅបុកដៃហៅចោទាំង4នាក់នោះចោទាំង4នាក់កាលបើឃើញគេបុកដៃហើយនឹកស្មានថាគេហៅឲ្យទៅយកប្រាក់ក៏នាំគ្នាចុះទៅចំណែកមេនោះវិញកាលបើបានប្រាក់ហើយក៏ដើរវិលត្រឡប់មកផ្ទះវិញដើរបានដល់ពាក់កណ្ដាលផ្លូវជួនជាយប់ស្ងាត់មិនហ៊ានដើរទៅមុខទៀតក៏ឡើងដេកលើដើមឈើធំមួយនៅក្បែរមាត់ផ្លូវចំណែកឯចោទាំង4នាក់វិញដែលនាយសំពៅចាប់ដាក់ច្រវាក់ជប់ហើយក៏និយាយគ្នាថាយីមេនេះពិតជាមានបញ្ញាធំណាស់វាហ៊ានបោកយើងឲ្យសែងខ្មោចទៅចោលក្នុងព្រៃហើយឥឡូវនេះវាលក់យើងបានទៀតចំជាប្រាជ្ញាធំមែនឃើញទេលោកបងខ្ញុំប្រាប់លោកបងហើយថាកុំជឿវាទោះតែវាយកយើងមកលក់ទោះតែបានមែនហើយលោកបងគិតទៅខ្ញុំឈឺចិត្តណាស់យើងក៏ឈឺចិត្តដូចពួកអស់ឯងដែរនាំគ្នាគិតរកវិធីសាស្ត្រដោះច្រវាក់នេះចេញចោទាំង4នាក់មានសេចក្តីខឹងក្រោធនឹងមេនោះជាខ្លាំងក៏នាំគ្នាកាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មកទាំងយប់ចោទាំង4នាក់ដើរមកដល់ពាក់កណ្ដាលផ្លូវជួនជាយប់ជ្រៅនឹងភ័យខ្លាចនាយសំពៅតាមទាន់ផងក៏នាំគ្នាឡើងដេកលើដើមឈើធំមួយជាដើមឈើដែលមេនោះឡើងដេកដែរចោទាំង3នាក់ឡើងទៅដេកលើមែកឈើផ្សេងពីគ្នាចំណែកឯចោម្នាក់ទៀតឡើងទៅជួបនឹងមេនោះនៅលើចុងឈើហើយចោនោះបាននិយាយថាហើយហងឯងស្លាប់ហើយម្ដងនេះហងឯងធ្លាប់តែបញ្ឆោតយើងឥឡូវហងឯងចុះពីនេះមិនរួចមេនោះលើកថងប្រាក់បង្ហាញហើយខ្សឹបថាហើយអ្នកកុំស្ដីអីកុំឲ្យអ្នកទាំង3នាក់ដឹងយើងត្រូវយកគ្នាជាប្តីប្រពន្ធហើយយកប្រាក់នេះទៅចាយរកស៊ីស្រួលជាងសូមអ្នកកុំធ្វើបាបខ្ញុំអីចំណែកចៅវិញកាលបើលឺនាងនិយាយដូច្នេះហើយក៏មិនស្ដីខិតចូលទៅជិតនាងលូកដៃអោបគៀកមេនោះហើយនិយាយថាប្អូនឯងហៅប្រាជ្ញធំបញ្ឆោតបង2-3ដងហើយឥឡូវបានអូនឯងជាប្រពន្ធដោយសារប្រេងសំណាងបងហើយនិយាយរួចហើយចៅនោះក៏អោនអោបថើបមេនោះពុំស្ដីពុំប្រកែកឡើយហើយនិយាយឡើងថាខ្ញុំក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះចំណែកឯខ្ញុំស្រឡាញ់អ្នកស្មោះចិត្តមួយធ្លាប់មួយអាចោនោះក៏និយាយឡើងថាបងស្រឡាញ់នាងស្មោះនាងពុំទុកចិត្តបងឬនាងចង់ឲ្យបងស្វាត់ឬឲ្យបងធ្វើយ៉ាងដូចម្ដេចមេនោះក៏និយាយឡើងថាបើបងស្រឡាញ់ខ្ញុំចិត្តមួយធ្លាប់មួយមានតែយើងលិតអណ្ដាតគ្នានិយាយរួចហើយមេនោះក៏លៀនអណ្ដាតឲ្យចោនោះលិតទៅចំណែកឯចោវិញលិតអណ្ដាតមេនោះរួចក៏លៀនអណ្ដាតឲ្យមេនោះលិតវិញម្ដងចំណែកឯមេនោះវិញកាលបើចោនោះលៀនអណ្ដាតហើយក៏អូនទៅខំអណ្ដាតចោនោះទាល់តែដាច់ហើយច្រានចោនោះទំលាក់ពីលើចុងឈើហ
ហើយចោរនោះស្រែកឮសំឡេងលលលលឯចោរ3នាក់គិតស្មានថានាយសំពៅលំចាប់ក៏លោតពីលើមែកឈើរត់ហើយស្រែកហៅគ្នាថាណែវើយគ្នាយើងនាយសំពៅដេញហើយអាចោរដែលដាច់អណ្ណាតនោះស្រែកហៅវាថាមេនេះនៅលើចុងឈើត្រូវចាប់ប៉ុន្តែវាដាច់អណ្ណាតនិយាយមិនច្បាស់ឮតែលលគ្នាវាគិតស្មានថាគេដេញចាប់ក៏ចេះតែរត់យកតែប្រាស់អាយុរៀងខ្លួនចំណែកឯមេនោះវិញចុះពីលើចុងឈើយកប្រាក់ទៅផ្ទះឲ្យប្តីនៅរកស៊ីជាមួយគ្នាយ៉ាងមានសេចក្តីសុខសាន្តរៀងមក